ឈ្មោះវិសម័យការហើយសប្តាហ៍ខ្ញុំក៏ជាសិស្សនិស្សិតដែលកំពុងហាត់ការផ្នែករដ្ឋបាលនៅរោងចក្រមួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅភ្នំពេញខណ្ឌកំពតជាការពិតណាស់បងប្អូនអរគ្នាសប្តាហ៍នេះគឺខ្ញុំកំពុងតែចូលរួមវគ្គបណ្ដុះបណ្ដាលមួយនិយាយអំពីភាពជាអ្នកដឹកនាំដើម្បីសុខុមាលភាពសង្គមចា៎អ្នកអរគ្នាវាជារឿងសំខាន់មែនទែនដែលពុកម៉ែបងប្អូនអរគ្នាឬក៏សិស្សនិស្សិតគួរតែចូលរួមឬក៏ធ្វើការសិក្សាវគ្គនេះជាការពិតទៅវគ្គការកសាងភាពជាអ្នកដឹកនាំគឺជាវគ្គមួយដ៏សំខាន់មែនទែនគឺទៅលើមិនថាយុវជនសិស្សានុសិស្សបុគ្គលិកគឺឲ្យគាត់យល់អំពីរបៀបរបបនៃការស្គាល់ពីខ្លួនឯងការយល់អំពីជាភាពអ្នកដឹកនាំក្នុងសង្គមមិនថាស្ថាប័នរដ្ឋឬក៏ឯកជនអានេះគឺជារឿងសំខាន់ដែលអ្នកនរគ្នាគួរតែរៀននៅក្នុងវិស័យនេះចា៎ចំពោះមេរៀនទាំងអស់ឬក៏ចំណុចទាំងអស់ដែលខ្ញុំគិតថាវាបានដកជាប់ក្នុងអារម្មណ៍របស់ខ្ញុំគឺនិយាយអំពីការស្គាល់ខ្លួនឯងដែលមានចំណុចមួយនិយាយអំពីធម៌ពលថាតើយើងម្នាក់បុគ្គលម្នាក់ការគាត់មានធម៌ពលអីខ្លះហើយជាការគិតថាយើងទាំងអស់គ្នាគឺមានធម៌ពលរៀងៗខ្លួនគ្រាន់តែពេលខ្លះយើងអាចរកអំពីសក្តានុពលរបស់ខ្លួនឯងឃើញហើយនឹងធម៌ពលរបស់ខ្លួនឯងឃើញហើយអ្នកខ្លះទៀតក៏គាត់មករកមិនទាន់ឃើញដោយសារគាត់អត់បានធ្វើការសិក្សាស្វែងយល់ឬក៏គាត់មិនទាន់បានអាចនិយាយបានថាគឺមិនទាន់ដល់ដំណាក់កាលមួយដែលគាត់អាចដឹងឬក៏ស្រាវជ្រាវអំពីវាចា៎អ្នកអរគ្នាវាគឺជារឿងដ៏ surprise ហើយវារឿងដ៏រំភើបជាខ្លាំងនៅពេលត្រឹមតែរយៈពេល2ខែតែប៉ុណ្ណោះគឺខ្ញុំសង្កេតឃើញថាខ្លួនឯងគឺមានការអភិវឌ្ឍខ្ពស់ទាំងផ្នែកសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយចំពោះសុខភាពផ្លូវចិត្តគឺអាចនិយាយបានថាគឺរឿងមាំធ្វើគុណពីរតកតងជាមួយនឹងការគ្រប់គ្រងអារម្មណ៍ភាពអត់ធ្មត់ហើយនិងភាពក្លាហានហើយចំពោះសុខភាពផ្លូវកាយគឺខ្ញុំយល់ដឹងថាតើអ្វីគឺជាចំណងចិត្តរបស់ខ្លួនឯងតើអ្វីដែលធ្វើឲ្យខ្ញុំមានសុខភាពទាំងផ្លូវកាយផ្លូវចិត្តកាន់តែល្អនេះគឺជាអ្វីដែលខ្ញុំស្វ័យចិត្តបន្ទាប់ពីខ្ញុំរៀនបានរយៈពេល2ខែនេះ